សន្តិភាពអត់ធ្មត់និងការកសាងឡើងវិញផ្លូវឆ្ពោះទៅមុខរបស់កម្ពុជាគឺជាប្រទេសតូចមួយដែលមានប្រវត្តិសាស្ត្រជាយូរអង្វែងនិងពោរពេញដោយការបែកបាក់ចំនួនផ្ទៃក្នុងសង្គ្រាមស៊ីវិលរហូតធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដ៏គួរឲ្យរន្ធត់តក់ស្លុតបំផុតប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងអិសរាជជនដទៃទៀតនៃគណបកប្រជាជនកម្ពុជាប្រទេសដ៏កំសត់មួយនេះបានចាក់ចេញពីវាលពិឃាតនិងភ្នក់ភ្លើងសង្គ្រាមស៊ីវិលហើយមានភ័ព្វសំណាងបានរស់នៅក្នុងសន្តិភាពពេញលេញចាប់ពីចុងឆ្នាំ1998មកដើម្បីផ្ដល់តម្លៃដល់សន្តិភាពរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់និងមានការបដិញ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីប៉ុន្តែនៅឆ្នាំ2025សកម្មភាពរំលោភបំពានដ៏ធ្ងន់ធ្ងររបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដែលកម្ពុជាមិនចង់ឲ្យកើតមានទាល់តែសោះគឺសង្គ្រាមបានផ្ទុះឡើងចំនួន2លើកគឺនៅខែកក្កដានិងខែធ្នូនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានបង្កការរំខាននិងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការពង្រឹងគ្រឹះនៃសន្តិភាពសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជនដោយសារតែការវាយប្រហារពីភាគីថៃមកលើដែនអធិបតេយ្យភាពជាតិកម្ពុជាមុននឹងសម្រេចបានបទឈប់បាញ់លើកទី2ដែលចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025បទឈប់បាញ់គឺជាពេលវេលាដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការស្ដារឡើងវិញនៅការខូចខាតខាងជីវភាពសេដ្ឋកិច្ចក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាដោយបន្តរក្សាឲ្យបាននៅសន្តិភាពយូរអង្វែងមូលហេតុនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃទោះបីកម្ពុជាតែងតែផ្ដល់តម្លៃសន្តិភាពជាអាទិភាពខ្ពស់បំផុតមួយនិងតែងតែប្រកាន់ខ្ជាប់ជានិច្ចនៅវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ក៏ដោយក៏ប៉ុន្តែភាគីថៃនៅតែបើកការវាយប្រហារដោយកម្លាំងយោធាមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាដែលទាមទារចាំបាច់ឲ្យកម្ពុជាត្រូវប្រើសិទ្ធិការពារខ្លួននិងការពារបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិដូច្នេះមូលហេតុនៃសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃត្រូវបានប្រជាពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់ថាបានកើតឡើងពីមហិច្ឆតាចង់ចូលកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងយោធាថៃដែលគេចិញ្ចឹមចិត្តទុកជាយូរមកហើយការខូចខាតនិងការបំផ្លិចបំផ្លាញផលវិបាកនៃការរំលោភឈ្លានពានរបស់យោធាថៃចំនួន2លើកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលគ្មានកំហុសក្រៅពីការបាត់បង់ជីវិតនិងការបង្ករបួសជាច្រើនដល់ជនស៊ីវិលក៏មានផ្ទះសម្បែងសាលារៀនផ្លូវស្ពានមន្ទីរពេទ្យមណ្ឌលសុខភាពអគារពាណិជ្ជកម្មឯកជននិងអគារសាធារណៈជាច្រើនបានរងការបំផ្លិចបំផ្លាញដីកសិកម្មដែលជាមូលដ្ឋានចាំបាច់សម្រាប់ការចិញ្ចឹមជីវិតរបស់ប្រជាជនរាប់ម៉ឺនគ្រួសារបានទទួលរងផលប៉ះពាល់ដែលបង្កហានិភ័យដល់ជីវភាពរស់នៅនិងប្រាក់ចំណូលរបស់ប្រជាកសិករនៅក្នុងចំនួនលើកចុងក្រោយនេះប្រជាជនកម្ពុជាជាងកន្លះលាននាក់នៅតាមបណ្ដាខេត្តចំនួន5ជាប់ព្រំដែនកម្ពុជាថៃបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដើម្បីគេចចេញពីគ្រោះថ្នាក់ដោយសារគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់យោធាថៃទោះជាប្រឈមមុខជាមួយនឹងស្ថានភាពដ៏លំបាកបែបនេះក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញពីការអត់ធ្មត់យ៉ាងខ្លាំងក្លាបំផុតនិងបានរួមសាមគ្គីគ្នាជាកម្លាំងរួមជាមួយរាជរដ្ឋាភិបាលបង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំការឆ្លើយតបរបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូលដើម្បីដោះស្រាយនៅបញ្ហាចំពោះមុខភ្លាមរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឆ្លើយតបយ៉ាងឆាប់រហ័ស
និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតជំនួយបន្ទាន់ពីរាជរដ្ឋាភិបាលដោយមានការចូលរួមពីបណ្ដាប្រទេសជាមិត្តដៃគូអភិវឌ្ឍរបស់កម្ពុជាពីសប្បុរសជននិងពីប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលអាចហៅបានថាជាកងទ័ពជួរក្រោយត្រូវបានផ្ដល់ទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគេជនភៀសសឹកដែលបានចាកចេញពីផ្ទះសម្បែងទៅរស់នៅប្រមូលផ្ដុំក្នុងមណ្ឌលសុវត្ថិភាពបានទទួលការយកចិត្តទុកដាក់និងផ្គត់ផ្គង់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលដែលមានអាជ្ញាធរមូលដ្ឋាននិងក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការពួកគេត្រូវបានផ្ដល់ជូនតង់សម្រាប់ជ្រកកោនម្ហូបអាហារការពារសន្តិសុខសុវត្ថិភាពទឹកស្អាតសម្រាប់បរិភោគនិងប្រើប្រាស់ភ្លើងអគ្គិសនីសេវាសុខាភិបាលបន្ទប់ទឹកបង្គន់អនាម័យជាដើមសេវាទាំងអស់នេះផ្ដល់ជូនដោយឥតគិតថ្លៃលើសពីនេះក៏មានការបង្កើតសាលារៀនបណ្ដោះអាសន្ននៅក្នុងមណ្ឌលសម្រាប់ផ្ដល់សេវាអប់រំដល់កុមារផងដែរខណៈដែលមនុស្សចាស់ក៏ត្រូវបានយកចិត្តទុកដាក់ផ្ដល់ជូនសេវាអប់រំផ្លូវចិត្តថែមទៀតផងនេះជាការបង្ហាញពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលចំពោះជនភៀសសឹកដើម្បីចាត់វិធានការអន្តរាគមន៍ឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីចុះវាយតម្លៃការខូចខាតនិងផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋនៅទីតាំងដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់ភាគីថៃលទ្ធផលនៃការវាយតម្លៃនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការអន្តរាគមន៍ស្ដារជីវភាពរបស់ពលរដ្ឋភៀសសឹកនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតប្រជាពលរដ្ឋកម្ពុជានៅគ្រប់មជ្ឈដ្ឋានគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសក៏បានចូលរួមជាកម្លាំងចិត្តកម្លាំងកាយនិងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីគាំទ្រដល់ប្រជាជនរងគ្រោះក៏ដូចជាវីរៈកងទ័ពនិងវីរៈកងនគរបាលជួរមុខដែលកំពុងឈរយកទ្រង់ពាំងការពារប្រជាជននិងបូរណភាពទឹកដីកម្ពុជាទាំងនេះបានបង្ហាញឲ្យឃើញថាក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋក៏បានចូលរួមចំណែកយ៉ាងសកម្មបំផុតផងដែរដើម្បីជួយដោះស្រាយបញ្ហាជាតិនៅក្នុងអំឡុងពេលដែលប្រទេសកំពុងជួបការលំបាកនេះការស្ដារនិងកសាងឡើងវិញការកសាងឡើងវិញនៅក្នុងដំណាក់កាលនេះមិនមែនគ្រាន់តែជាការជួសជុលទីតាំងដែលរងការខូចខាតប៉ុណ្ណោះទេប៉ុន្តែវាជាការស្ដារឡើងវិញនៅសេចក្តីថ្លៃថ្នូរជីវភាពរស់នៅនិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធការស្ដារសេដ្ឋកិច្ចនៅមូលដ្ឋាននិងការពង្រឹងភាពធន់របស់សហគមន៍កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននឹងកំពុងបន្តខណៈស្ថិរភាពកិច្ចសហប្រតិបត្តិការនិងសន្តិភាពយូរអង្វែងពិតជាមានភាពចាំបាច់ដើម្បីអាចឈានទៅសម្រេចកិច្ចការទាំងនេះបានទន្ទឹមនឹងការស្ដារឡើងវិញនៃជីវភាពហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញរាជរដ្ឋាភិបាលក៏បាននឹងកំពុងខិតខំការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីដែលរងការរំលោភបំពានពីសំណាក់ទាហានថៃវិធីសាស្ត្ររបស់រាជរដ្ឋាភិបាលគឺការប្រើប្រាស់មធ្យោបាយសន្តិវិធីតាមរយៈកិច្ចសន្ទនាការទូតនិងពឹងផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់សារៈសំខាន់នៃបទឈប់បាញ់បទឈប់បាញ់គឺជាលក្ខខណ្ឌចាំបាច់បំផុតមិនអាចខ្វះបានsine qua nonសម្រាប់ការស្ដារនិងកសាងឡើងវិញក៏ដូចជាសម្រាប់រក្សាសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយអ្វីដែលយើងតែងតែលើកប្រសាសន៍របស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋយើងដែលលើកឡើងថាបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនោះដែរបើគ្មានស្ថិរភាពទេការស្ដារឡើងវិញក៏មិនអាចមានចីរភាពនោះដែរនេះជាហេតុផលដែលកម្ពុជាបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាបទឈប់បាញ់និងអំពាវនាវឲ្យប្រទេសថៃចូលរួមគោរពឲ្យបានពេញលេញចំពោះបទឈប់បាញ់ព្រោះវាគឺជាមូលដ្ឋានដ៏ចាំបាច់នៃការកសាងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការបន្តទៅមុខបទឈប់បាញ់
មិនមែនមានន័យត្រឹមតែការឈប់ផ្ទុះអាវុធទេប៉ុន្តែវាជាការគោរពទៅវិញទៅមកដោយស្មោះត្រង់ដោយគ្មានសកម្មភាពបំពានណាមួយឡើយទោះជាសកម្មភាពនោះមិនមែនជាការផ្ទុះអាវុធក៏ដោយផ្លូវឆ្ពោះទៅមុខកម្ពុជាជ្រើសរើសសន្តិភាពជំនួសឲ្យការបង្កចំនួនកម្ពុជាតែងតែជ្រើសរើសកិច្ចសហប្រតិបត្តិការជំនួសឲ្យការប្រឈមមុខដាក់គ្នានិងជ្រើសរើសយកការកសាងឡើងវិញជំនួសឲ្យការបែកបាក់ការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺជាការបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រនិងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកលសុឆន្ទៈស្រឡាញ់សន្តិភាពការគាំទ្រនិងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមកជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមជាមួយនឹងការគោរពចំពោះគោលការណ៍ច្បាប់អន្តរជាតិនិងឆន្ទៈរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីការពារប្រជាជនស្ដារឡើងវិញនៅសហគមន៍ដែលរងផលប៉ះពាល់និងរួមចំណែកដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់សន្តិភាពមិនមែនគ្រាន់តែជាអវត្តមាននៃចំនួននោះទេប៉ុន្តែជាវត្តមាននៃយុត្តិធម៌ការសន្ទនានិងមនុស្សធម៌រួមបន្ថែមពីលើនេះដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC ដោយគោរពតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិគឺជាកិច្ចការដ៏សំខាន់មួយដែលកម្ពុជាបដិញ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួនពីព្រោះបើបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយដោយយុត្តិធម៌និងត្រឹមត្រូវតាមច្បាប់អន្តរជាតិទេសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែននឹងមិនអាចកើតមានទេនេះជាសារៈសំខាន់ដែលទាមទារឲ្យភាគីថៃចូលរួមដោះស្រាយបញ្ហាដោយស្មោះត្រង់ដើម្បីផលប្រយោជន៍រយៈពេលយូរសម្រាប់ប្រទេសនិងប្រជាជនទាំងពីរក៏ដូចជាសម្រាប់ស្ថិរភាពចីរកាលក្នុងតំបន់ទាំងមូលអញ្ចឹងសភាពការដែលកើតនេះគឺយើងអភិក្រមទី1ទប់កុំឲ្យវារីកទី2ព្យាយាមដោះស្រាយនៅនឹងកន្លែងដើម្បីបញ្ចប់វាកាត់បន្ថយការបាត់បង់អាយុជីវិតរបួសស្លាប់បំផ្លាញទ្រព្យសម្បត្តិទាំងទាហានទាំងប្រជាជនហើយទី3រកស្ដារសភាពការឡើងវិញកម្ពុជាគ្មានគោលបំណងរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់អ្នកណាហើយក៏យើងមិនឲ្យអ្នកណាមករំលោភយើងដែរនេះជាគោលការណ៍ប៉ុន្តែដោះស្រាយយ៉ាងម៉េចគឺដោះស្រាយតាមគោលការណ៍ដោយប្រទេសអាស៊ានផ្សេងទៀតគេធ្វើជាមួយគ្នាមានគណៈកម្មការព្រំដែនមានច្បាប់អន្តរជាតិមានសន្ធិសញ្ញាអនុសញ្ញាត្រូវតែមានការឯកភាពគ្នាបាទច្បាប់គឺចឹងបាទហើយយើងប្រើប្រាស់យន្តការច្បាប់យន្តការអន្តរជាតិដើម្បីជួយនៅក្នុងការដោះស្រាយបញ្ហានេះ